VP Start ចាប់កំណើតចេញពីចំណុចដែល industrial មួយនេះចាប់ផ្ដើមផ្លាស់ប្ដូរជាច្រើនដោយដែលយើងឃើញ sustainability system ជាប្រព័ន្ធដែលយើងអាចផ្លាស់ប្ដូរនិង transform ប្រព័ន្ធ power grid system មួយពី traditional grid into the dynamic digital smart grid គឺសួរថាតើការផ្លាស់ប្ដូរនេះមានសារៈសំខាន់អីខ្លះសម្រាប់ utility មានសារៈសំខាន់ច្រើនទី1គឺយើងអត់ផ្លាស់ប្ដូរបរិក្ខារចាស់ដែលមានស្រាប់នៅលើប្រព័ន្ធចែកចាយអគ្គិសនីទូទាំងប្រទេសទេគឺយើងនឹងអភិវឌ្ឍ transform និង modernize ទៅលើប្រព័ន្ធចាស់ហ្នឹងឲ្យវាទៅជាប្រព័ន្ធទំនើបមួយអាចប្រើប្រាស់ទៅលើ communication ថ្មីបានអាច upgrade និងទទួលបាន data បានកាន់តែទូលំទូលាយហើយសមិទ្ធផលទាំងអស់នឹងមានសារៈសំខាន់សម្រាប់ sustainability system ទូទាំងពិភពលោកដោយដែលយើងមើលឃើញស្រាប់នៅក្នុងតំបន់អាស៊ីនេះ developing country មួយចំនួនមានបញ្ហាច្រើនទៅលើ reliable electricity គឺប្រព័ន្ធអគ្គិសនីអត់ទាន់ reliable និង sustainable ទេអញ្ចឹងការភ្ជាប់ទំនាក់ទំនងធម្មពលពីប្រទេសមួយទៅប្រទេសមួយក៏អត់ទាន់បានល្អប្រសើរការអភិវឌ្ឍទៅលើប្រព័ន្ធអគ្គិសនីហ្នឹងក៏មិនទាន់បានល្អត្រឹមត្រូវដែរនៅមានបច្ចេកទេសនៅមានផលរំខានផ្សេងច្រើនរហូតដល់ការវិភាគទៅលើការដាច់ភ្លើងហ្នឹងក៏យើងអត់ទាន់បានល្អប្រសើរដែរដោយយើងដឹងស្រាប់ហើយកាលពីជាង10ឆ្នាំមុនធម្មពលមានផលប៉ះពាល់ច្រើននៅក្នុងប្រទេសកម្ពុជាយើងតាមខេត្តអីដាច់ភ្លើងរាប់ម៉ោងអញ្ចឹងតើមុំទៅតោភ្ជាប់បានហ្នឹងគឺមានផលរំខានច្រើនហើយខាតបង់ទៅលើ operation ក៏ដូចជា cost efficiency ដូច្នេះហើយទើបយើងគិតថាបញ្ហារំខានទាំងអស់ហ្នឹងក៏ជាចំណុចចាប់ផ្ដើមមួយដែលយើងអាចបង្កើតជា eco solution ដែលអាចតភ្ជាប់បានភ្លាមនឹងឆែកមើលប្រតិបត្តិការក៏ដូចជាការប៉ះពាល់នោះតាមរយៈទូរស័ព្ទដៃអញ្ចឹងចំណុចចាប់ផ្ដើមដែលយើងបង្កើត solution នៅតាមទូរស័ព្ទដៃនេះវាវិវត្តខ្លួនคล้ายទៅជាប្រព័ន្ធ SCADA system នេះហើយជាអ្វីដែល VP Start ធ្វើរយៈពេល10ឆ្នាំនេះហើយបញ្ហាដែលយើងលើកឡើងយកមកជជែកថ្ងៃនេះគឺខ្ញុំចង់ចែករំលែកទៅដល់បងប្អូនក៏ដូចជាបងដែលមានបំណងចង់ចាប់ផ្ដើម business ដោយខ្លួនឯងចង់បង្កើតជា innovative box មួយដែលអាចដោះស្រាយទៅលើបញ្ហាដូចដែលឯកឧត្តមមានប្រសាសន៍មុននឹងចឹងគឺយើងចង់ឲ្យមាន firm ច្រើនដែលមានលក្ខណៈ creative កុំឲ្យគ្រាន់តែបង្កើតក្រុមហ៊ុនហើយពី3ឆ្នាំយើងបិទត្រឡប់ទៅវិញហើយបង្កើតឡើងយើងដឹងថា start up មានចំនួនប្រមាណនៅលើលោកយើងដឹងស្រាប់ហើយនៅក្នុងតំបន់ South East Asia មានក្រុមហ៊ុនជាង70លានក្រុមហ៊ុនដែលចុះបញ្ជីត្រឹមត្រូវប៉ុន្តែមាន unicorn តែ63ក្រុមហ៊ុនទេបច្ចុប្បន្នសិង្ហបុរីគេមានរហូតដល់30ក្រុមហ៊ុនស្រុកយើងអត់ទាន់មានទេដូច្នេះហើយ VP Start កំពុងតែសាកល្បងសមត្ថភាពនិងបង្ហាញ innovation និង idea របស់យើងនៅលើឆាកអន្តរជាតិដើម្បីឲ្យដឹងថាតើសមត្ថភាពរបស់ firm យើងមានសមត្ថភាពប៉ុណ្ណានៅលើ global stage ការដែលคล้ายទៅជា unicorn មួយ in tech គឺយើងអាចបង្កើត opportunity រាប់ម៉ឺនកន្លែងសម្រាប់ឲ្យបងប្អូនវិស្វករ after graduate ក៏ដូចជាបង្កើតជា opportunity ដល់បងប្អូន start up ក៏ដូចជា SME ច្រើននៅក្នុង tech industry ទាំង energy sector transition ទាំង academia ទាំង industry ផ្សេងប៉ុន្តែសួរថាធ្វើយ៉ាងម៉េចដើម្បីអាចចូលទៅដល់កន្លែងហ្នឹងបានយើងត្រូវការចំណុចតែមួយទេគឺ innovative idea បើយើងប្រើប្រាស់តែជំនាញ skill និង engineering ក៏ទៅអត់រួចដែរពីព្រោះប្រទេសណាក៏មានដែរយើងកុំអាចតន់ប្រៀបធៀបថាប្រទេសយើងជា developing country គេ develop ទៅដល់ណាដល់ណីអស់ហើយរឿង develop និង developing country អត់ពាក់ព័ន្ធអីជាមួយនឹង industry ទេ industry មានសមត្ថភាពអាចគិតទៅបានដោយខ្លួនឯងយើងអាចទាញពេលវេលាថយមកឲ្យលឿនបន្តិចទៅបើសិនជាយើងបច្ចុប្បន្នហ្នឹងយើងពិបាកនៅក្នុងការផ្គត់ផ្គង់ទៅលើធម្មពលបើយើងសម្រួលលើកិច្ចការងារនេះបានយើងអាចនាំចេញផលិតផលនិង solution និង innovative product យើងទៅកាន់ South East Asia ឬក៏ developing country មួយចំនួនខ្ញុំគិតថាមិនបាច់ចាំទៅដល់ឆ្នាំ2050ទេត្រឹម2030ដូចដែលឯកឧត្តមមានប្រសាសន៍ហ្នឹងគឺយើងអាចបង្កើនចំណូលឲ្យប្រជាពលរដ្ឋក៏ដូចជាបង្កើត opportunity ឲ្យ start up បានច្រើនលើសលប់ពីព្រោះ sustainability system មួយយើងដឹង in South East Asia គឺគេត្រូវការ fund យ៉ាងតិចក៏500,000 លានដែរដែលអាចចាក់បញ្ចូលជាមួយនឹង innovative solution ទាំងអស់នេះដើម្បីធ្វើយ៉ាងម៉េចឲ្យ power grid system reliable និង sustainable អញ្ចឹងយើងអត់អាចទៅធ្វើជា playground ជា tool ដើម្បីលក់ដូរដោយខ្វះ innovative បានទេតែបើយើងនៅតែដើរតាមនិងសិក្សានិង reinventing technology ពីប្រទេសដែលគេអភិវឌ្ឍរួចហើយនោះប្រហែលជាយើងត្រូវប្រើពេលរាប់សិបឆ្នាំរត់ពីក្រោយគេ
ប៉ុន្តែបើ innovative idea ចូលមកភ្លាមគឺយើងអាចទៅមុនគេរាប់សិបឆ្នាំវិញ